បាទសួស្តីបងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំពីរបៀបក្នុងការប្រើប្រាស់ក្រុម Telegram ដើម្បីក្នុងការចូលរៀនពីអនឡាញឬចូលរួមក្នុងការ call នៅក្នុងអនឡាញបងប្អូនបាទអញ្ចឹងនៅពេលដែលយើងបានចូលទៅក្នុងក្រុមសិក្សារបស់យើងហើយបាទសូមចុចចូលទៅបាទនៅពេលយើងចុចចូលហើយបើសិនតែករណីមានគេបើក call ក្នុងនឹងបរិញ្ញាបងប្អូននឹងឃើញកន្លែងសម្គាល់មួយបាទកន្លែងសញ្ញាពណ៌ខៀវខាងលើហ្នឹងកន្លែងនេះបាទខ្ញុំដាក់សញ្ញាចុចឲ្យកន្លែងហ្នឹងបានន័យថាគេកំពុងតែបើក call កំពុងតែបើកការហៅចូលនៅក្នុងហ្នឹងបាទអញ្ចឹងយើងអាចចុចពីលើហ្នឹងទៅបាទនៅពេលដែលយើងចុចពីលើហ្នឹងហើយយើងអត់តន់ចូលទៅក្នុងការ call ហ្នឹងទេអញ្ចឹងបងប្អូនធ្វើការចុចម្ដងទៀតបាទ continue បាទប៉ុន្តែយើងបន្តចូលទៅក្នុង call ហ្នឹងបាទចុចកន្លែងទៀតទៅបាទអញ្ចឹងបាទនៅពេលដែលយើងបានចុចលើកន្លែង continue កន្លែងបន្តហ្នឹងហើយគឺយើងចូលមកដល់ក្នុងការ call តែម្ដងបាទអញ្ចឹងក្នុងហ្នឹងយើងមានមុខងារផ្សេងដើម្បីធ្វើការ process ក្នុងការ call ហ្នឹងបានបាទដូចបងប្អូនបានឃើញអញ្ចឹងនៅក្នុងហ្នឹងយើងមានកន្លែងសញ្ញាក្បាលមីក្រូហ្នឹងមួយកន្លែងកណ្ដាលគេហ្នឹងបាទកន្លែងកណ្ដាលគេហ្នឹងបានន័យថាជាកន្លែងដែលយើងបើកនិយាយបាទឬក៏យើងបិទការនិយាយអញ្ចឹងបើករណីដែលបងប្អូនមានជាចម្ងល់មានអីចង់សួរឆ្លងឆ្លើយក្នុងក្រុមហ្នឹងបងប្អូនអាចធ្វើការបើកកន្លែងហ្នឹងទៅបាទគឺបានន័យថាយើងកំពុងតែនិយាយក្នុងហ្នឹងបាទអញ្ចឹងតើតើមួយទៀតនៅខាងឆ្វេងដៃកន្លែងហ្នឹងយើងមានកន្លែងសញ្ញាសំឡេងហើយនឹងកាមេរ៉ានេះបាទខាងក្រោមនេះកាមេរ៉ាបាទអញ្ចឹងមកករណីបងប្អូនចង់បើកកាមេរ៉ាចង់ឲ្យបើកឃើញមុខបាទយើងអាចបើកកន្លែងហ្នឹងចុចមកប៉ក់ទៅបាទប៉ុន្តែនៅត្រង់ហ្នឹងនៅពេលដែលយើងចុចបើកហើយវានឹងសួរយើងបញ្ជាក់ទៀតអញ្ចឹងយើងធ្វើការចុចបន្តទៀតទៅកន្លែង QQ ហ្នឹងបាទអញ្ចឹងនៅពេលយើងចុចកន្លែងហ្នឹងបន្តហើយគឺវានឹងបើកអូតូតែម្ដងបាទកាមេរ៉ាបាទអញ្ចឹងយើងអាចបង្ហាញមុខបង្ហាញលើនឹងបានបាទបើយើងចង់បិទយើងចុចមកតង់ទៀតមកយើងចុចទៅលើកាមេរ៉ាហ្នឹងដដែលមកបាទចុចបិទបាទហើយមួយទៀតបើសិនតែករណីយើងចង់បិទសំឡេងយើងមានរវល់មែនអញ្ចឹងយើងអាចបិទកន្លែងសំឡេងនេះបានសញ្ញាសំឡេងបាទអញ្ចឹងមិនដែលយើងអត់ឮសំឡេងពី call ហ្នឹងទេប៉ុន្តែបងប្អូនមិនចាំបាច់បិទទេខ្ញុំគាត់នៅបរិញ្ញាយល់ហើយនឹងស្គាល់ពីកន្លែងមុខងារហ្នឹងបាទយើងចុចបិទមកវិញមកបាទអញ្ចឹងមុខងារចុងក្រោយខាងស្ដាំដៃកន្លែងពណ៌ក្រហមកន្លែងពាក្យ lift ឬក៏ចាក់ចេញហ្នឹងគឺជាកន្លែងដែលបងប្អូនចាក់ចេញពីក្នុងការ call ហ្នឹងបើតែយើងបិទ call ហ្នឹងតែម្ដងបើថាយើងចង់ចេញមុនអីចឹងយើងអាចសុំអ្នកគ្រូទៅយើងអាចចុចចេញកន្លែងហ្នឹងបានបាទអញ្ចឹងអរគុណបងប្អូនអរគ្នាទាក់ទងនឹងមុខងារក្នុងការ call នៅក្នុង Telegram group បាទគឺមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីបន្ថែមអាចសាកសួរបន្ថែមទៀតបានបាទអរគុណបងប្អូនទាំងអស់គ្នា